មនុស្សភាគច្រើនចេះតែគិតថាវាគ្មិនដើម្បីលបាញដែលពូកែវោហាសាសគឺច្រើនតែមានទេពកោសល្យពីធម្មជាតិគ្រាន់តែបាននៅចិត្តក្បាលមីក្រូពួកគេនិយាយយ៉ាងរូពួកគេគិតថាអ្នកដែលអាចឈរនៅមុខមនុស្សជាច្រើនអ្នកហើយនិយាយបានយ៉ាងស្ទាត់ជំនាញដែលប្រកបទៅដោយកាយវិការនិងភាពតាក់ទាញប៉ុន្តែធៀបពិតទៅមនុស្សភាគច្រើនដែលខ្លាយទៅជាអ្នកនិយាយដ៏ពូកែគឺពុំបានចាប់ផ្ដើមពីភាពអស្ចារ្យឯណាមកទេពួកគេចាប់ផ្ដើមពីការភ័យខ្លាចចាប់ផ្ដើមពីការស្ទាក់ស្ទើរពីការញ័រពីការនិយាយខុសហើយក៏ពីការបាត់បង់ទំនុកចិត្តជាច្រើនដែរប៉ុន្តែគ្រាន់តែថាពួកគេគឺជាមនុស្សដែលមិនចេះបោះបង់នេះបើយោងទៅតាមព្រឹទ្ធាចារ្យ Brian Tracy ដែលជាកម្ពូលវាគ្មិនអ្នកចែករំលែកដ៏ល្អម្នាក់អ្វីដែលធ្វើឲ្យពួកគេខុសប្លែកពីមនុស្សធម្មតាពុំមែនជាសមត្ថភាពនៅក្នុងការនិយាយទេក៏ប៉ុន្តែគឺជាការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់រហូតដល់សម្លេងរបស់ពួកគេคล้ายទៅជាសម្លេងដែលមានឥទ្ធិពលលើអ្នកដទៃទី1ចាប់ផ្ដើមពីការคล้ายទៅជាមនុស្សដែលមានអ្វីត្រូវនិយាយច្រើនកំហុសដ៏ធំបំផុតរបស់វាគ្មិនទាំងឡាយគឺផ្ដោតតែទៅលើរបៀបនិយាយជាជាងអ្វីដែលត្រូវនិយាយការនិយាយពូកែគឺមិនគ្រប់គ្រាន់ទេប្រសិនបើខ្លឹមសារគ្មានតម្លៃមនុស្សនឹងបាត់បង់នៅចំណាប់អារម្មណ៍វាគ្មិនល្បីដែលពិតប្រាកដគឺជាមនុស្សដែលមានចំណេះដឹងមានបទពិសោធន៍និងមានទស្សនៈដែលអាចផ្ដល់តម្លៃទៅដល់អ្នកស្ដាប់ដូច្នេះហើយមុននឹងអ្នកឡើងឆាកចាប់កាន់មីក្រូចូលចំណាយពេលល្មិតអំពី topic របស់អ្នកតើអ្នកចង់និយាយអំពីអ្វីអ្នកចង់ចែករំលែកអំពីអ្វីមនុស្សនឹងស្ដាប់អ្នកពុំមែនដោយសារតែអ្នកនិយាយទេក៏ប៉ុន្តែដោយសារតែអ្នកមានអ្វីដែលមានតម្លៃដែលគួរឲ្យចង់ស្ដាប់ទី2អានឲ្យបានច្រើនជាងអ្នកដទៃការនិយាយគឺជាលទ្ធផលនៃការសង្យោគព័ត៌មានបើអ្នកមិនបញ្ចូលអ្វីថ្មីៗនៅក្នុងខួរក្បាលទេអ្នកមិនអាចបញ្ចេញអ្វីថ្មីមកដែរវាគ្មិនល្បីភាគច្រើនគឺជាអ្នកអានសៀវភៅដ៏សកម្មពួកគេមិនត្រឹមតែអានឡើយពួកគេថែមទាំងកត់ត្រានៅខ្លឹមសារសំខាន់ៗទាញយកចេញជាមេរៀននិងយកទៅអនុវត្តជាក់ស្ដែងការអានជាប្រចាំក៏ជួយឲ្យអ្នកមានវគ្គខ្ជាប់ស័ព្ទដ៏សម្បូរបែបមានគំនិត pop up ផុសឡើងថ្មីៗជាច្រើនមានឧទាហរណ៍សម្រាប់លើកយកមកបញ្ចូលនៅក្នុងប្រធានបទនៃការនិយាយមានទំនុកចិត្តវឹកហាត់និយាយរាល់ថ្ងៃគ្មាននរណាម្នាក់ខ្លាយទៅជាវាគ្មិនល្អដោយគ្រាន់តែការអានសៀវភៅទេជំនាញនិយាយជាការពិតហើយគឺវាត្រូវការនៅការអនុវត្តហើយការអនុវត្តនេះទៀតសោតអ្នកអាចចាប់ផ្ដើមពីរបៀបដ៏សាមញ្ញនិយាយមកកញ្ចក់10នាទីក្នុងមួយថ្ងៃថតវីដេអូខ្លួនឯងស្ដាប់សំឡេងខ្លួនឯងវិភាគអំពីចំណុចខ្សោយដំបូងអ្នកអាចនឹងមានអារម្មណ៍ថាខ្មាស់នឹងទើសតោះក៏ប៉ុន្តែការរីកចម្រើនគឺវាតែងតែកាត់ឡើងនៅខាងក្រៅតំបន់សុវត្ថិភាពនឹងឯងទី4រៀនអំពីសិល្បៈនៃការបរិយាយ storytelling មនុស្សមិនចងចាំព័ត៌មានទេមនុស្សចងចាំរឿងរ៉ាវវាគ្មិនធម្មតាផ្ដល់ព័ត៌មានវាគ្មិនឆ្នើមប្រាប់ពីរឿងរ៉ាវនៅពេលអ្នកចែករំលែកអំពីបទពិសោធន៍របស់ខ្លួនការបរាជ័យការតស៊ូក៏ដូចជាមេរៀនដែលអ្នកបានរៀនមនុស្សក៏នឹងមានអារម្មណ៍ថាវាផ្សារភ្ជាប់ជាមួយអ្នក storytelling នេះគឺវាមាន3ផ្នែកដ៏ល្អបញ្ហាការតស៊ូក៏ដូចជាដំណោះស្រាយដែលអ្នកបានផ្ដល់ជូនរចនាសម្ព័ន្ធនេះគឺវាអាចទាក់ទាញចិត្តអ្នកបានយ៉ាងល្អប្រសើរទី5កសាងទំនុកចិត្តលើខ្លួនឯងឲ្យបានច្រើនទំនុកចិត្តពុំមែនជាអ្វីដែលរងចាំឲ្យវាកើតមកទេវាគឺជាអ្វីដែលអ្នកត្រូវតែបង្កើតអ្នកកាន់តែអនុវត្តវាបានកាន់តែច្រើនទំនុកចិត្តរបស់អ្នកក៏កាន់តែកើនឡើងអ្នកអាចរៀបចំខ្លួនបានល្អភាពភ័យខ្លាចក៏នឹងថមថយចុះចូលចាំថាសូម្បីតែវាគ្មិនល្បីក៏នៅតែមានអារម្មណ៍ភ័យខ្លាចមុននឹងគេឡើងក្បាលមីក្រូដែរតែភាពខុសគ្នាគឺពួកគេរៀនធ្វើសកម្មភាពបើទុកណាមានភាពភ័យខ្លាចក៏ដោយទី6អភិវឌ្ឍសំឡេងគឺជាឧបករណ៍ដ៏សំខាន់របស់វាគ្មិនរាប់ថាជាអាវុធដែរអ្នកត្រូវតែបញ្ចេញសំឡេងឲ្យច្បាស់បដូរកម្រិតសំឡេងប្រើការផ្អាកគ្រប់គ្រងល្បឿននៃការនិយាយការផ្អាកខ្លីៗនៅក្នុងពេលវេលាដ៏សមស្របវាអាចមានឥទ្ធិពលជាងការនិយាយលឿនៗដោយគ្មានចន្លោះប្រហោងរៀនអានអារម្មណ៍អ្នកស្ដាប់វាគ្មិនឆ្នើមគឺគេមិនត្រឹមតែនិយាយស្ទាយមួយមុខទេពួកគេសង្កេតពួកគេមើលទឹកមុខពួកគេមើលកាយវិការពួកគេមើលរបៀបដែលគេឆ្លើយតបអ្នកស្ដាប់ចាប់ផ្ដើមធុញអ្នកត្រូវតែបដូរវិធីសាស្ត្របើអ្នកស្ដាប់មានអារម្មណ៍រំភើបញាប់ញ័រអ្នកត្រូវតែបន្តបង្រឹងចំណុចនេះទី8 personal branding ម៉ាកផ្ទាល់ខ្លួន
បច្ចុប្បន្ននេះវាគ្មិនល្បីល្បាញគឺមិនអាចពឹងផ្អែកតែទៅលើឆាកនិយាយទេអ្នកត្រូវតែបង្កើតវត្តមានទៅលើគ្រប់ platform នៃបណ្ដាញសង្គមចែករំលែកវីដេអូខ្លីគំនិតល្អអត្ថបទល្អបទពិសោធន៍ល្អនៅពេលដែលមនុស្សឃើញពីតម្លៃរបស់អ្នកជាបន្តបន្ទាប់ពួកគេក៏នឹងចាប់ផ្ដើមចងចាំឈ្មោះអ្នកស្វែងរកប្រធានបទដែលអ្នកអាចឈ្នះបានអ្នកពុំចាំបាច់និយាយគ្រប់រឿងឡើយជ្រើសរើសប្រធានបទមួយដែលអ្នកចាប់អារម្មណ៍និងមានចំណេះដឹងជ្រៅជ្រះច្រើនជាងគេវាមានបណ្ដានៃប្រធានបទច្រើនណាស់ដែលយើងគួរសិក្សាដូចជាការអភិវឌ្ឍខ្លួនភាពជាអ្នកដឹកនាំជំនួញការអប់រំគ្រប់គ្រងហិរញ្ញវត្ថុក៏ដូចជាសុខភាពផ្លូវចិត្តជាដើមបុគ្គលល្បីល្បាញភាគច្រើនល្បីដោយសារតែជំនាញជាក់លាក់ពុំមែនល្បីល្បាញដោយសារតែការចេះគ្រប់យ៉ាងឡើយកុំបោះបង់ពេលគ្មានអ្នកស្ដាប់ដំណាក់កាលដំបូងអាចពិបាកអ្នកអាចបង្ហោះវីដេអូ100ដំបូងដោយគ្មានអ្នកមើលអ្នកអាចនិយាយចំពោះមុខមនុស្ស 4-5 នាក់អ្នកអាចធ្វើបទបង្ហាញដោយគ្មានអ្នកណាចងចាំប៉ុន្តែវាគ្មិនទាំងអស់សិតតែធ្លាប់ឆ្លងកាត់ដំណាក់កាលទាំងអស់នេះរួចទៅហើយភាពល្បីល្បាញគឺពុំមែនកាត់ឡើងត្រឹមតែមួយយប់ទេវាគឺជាលទ្ធផលនៃការប្រមូលផ្ដុំការអភិវឌ្ឍនិងការរៀនសូត្រនិងការកែលម្អជានិច្ចនិរន្តរ៍បើអ្នកចង់ខ្លាយទៅជាវាគ្មិនដ៏ល្បីល្បាញកុំចាប់ផ្ដើមដោយសួរថាតើខ្ញុំល្បីដោយរបៀបណាចាប់ផ្ដើមដោយសួរថាតើខ្ញុំអាចផ្ដល់តម្លៃអ្វីទៅដល់មនុស្សខ្លះនៅពេលអ្នកបន្តសិក្សាបន្តអានបន្តអនុវត្តបន្តចែករំលែកនិងបន្តកែលម្អខ្លួនឯងសមត្ថភាពនិយាយរបស់អ្នកក៏កើនឡើងកាន់តែរឹងមាំហើយនៅពេលដែលសាររបស់អ្នកអាចជួយមនុស្សបានច្រើនសម្លេងរបស់អ្នកក៏ចាប់ផ្ដើមមានឥទ្ធិពលកាន់តែច្រើនឡើងដែរភាពអស្ចារ្យពុំមែនជាគោលដៅចុងក្រោយទេគោលដៅដ៏ពិតប្រាកដនោះគឺការក្លាយទៅជាមនុស្សដែលមានគំនិតមានតម្លៃនិងអាចបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នកដទៃនៅពេលដែលអ្នកធ្វើយ៉ាងដូច្នេះបានភាពល្បីល្បាញក៏នឹងក្លាយទៅជាលទ្ធផលដែលកើតឡើងមកតាមក្រោយជាក់ជាមិនខាន Peggy Noonan ដែលជាអ្នកសរសេរស្តន្ត្រកថាឲ្យប្រធានាធិបតី Reagan ក៏និយាយថារាល់ការនិយាយទាំងអស់សិតតែមានការងារមួយដែលត្រូវធ្វើការនិយាយរបស់អ្នកគឺមានការងារមួយមានវត្ថុបំណងមួយហើយអ្នកត្រូវតែធ្វើវាឲ្យបានច្បាស់លាស់មុននឹងអ្នកនិយាយចូលចាប់ផ្ដើមចេញពីគោលដៅនៅក្នុងចិត្តតើអ្វីទៅដែលអ្នកចង់ឲ្យការនិយាយរបស់ខ្លួនបានសម្រេចសាកគិតទៅមើលបើមានគេសម្ភាសអ្នកស្ដាប់បន្ទាប់ពីការនិយាយរបស់អ្នកត្រូវបានបញ្ចប់ដោយសំណួរទៅកាន់ពួកគេថាតើអ្នកទទួលបានប្រយោជន៍អ្វីពីសិក្ខាសាលាលើកនេះហើយពួកគេនឹងនិយាយអ្វីខ្លះដែលអ្នកចង់ឮពីភាសារបស់ fan របស់អ្នកតើអ្វីទៅដែលអ្នកចង់ឲ្យពួកគេនិយាយចេញមកនៅក្នុងពេលសម្ភាសនៅពេលដែលអ្នកមានចម្លើយផុសចេញពីក្នុងចិត្តរួចហើយចូលធ្វើផែនការនិងត្រៀមលក្ខណៈនៅក្នុងការនិយាយឲ្យបានល្អិតល្អន់ដូច្នេះទើបអ្វីគ្រប់យ៉ាងវាចាប់ផ្ដើមបើករហូតដល់បិទសន្ទរកថាគឺមានបំណងធ្វើឲ្យអ្នកសម្រេចនៅគោលដៅនេះអ្នកប្រើសំណួរនេះជាមួយអ្នកស្ដាប់របស់អ្នកដែរចូលសួរពួកគេនៅអ្វីដែលអ្នកចង់ឲ្យពួកគេគិតមានអារម្មណ៍និងប្រព្រឹត្តបន្ទាប់ពីអ្នកបានថ្លែងសន្ទរកថារបស់ខ្លួនរឿងនេះមិនត្រឹមតែជួយឲ្យអ្នកជំរុញអ្នកស្ដាប់ឲ្យទទួលបាននូវលទ្ធផលដែលគេចង់បានប៉ុណ្ណោះទេវាថែមទាំងធានាផងដែរថាអ្នកនឹងផ្ដល់អ្វីដែលអ្នកស្ដាប់ចង់បាននិងបង្កើននូវឱកាសនៅក្នុងការទទួលបាននូវភាពល្អប្រសើរត្រូវចាំថាអ្នកស្ដាប់របស់អ្នកគួរតែមានអារម្មណ៍ដែលខុសពីមុនបន្ទាប់ពីស្ដាប់ការនិយាយរបស់អ្នករាល់ការនិយាយទាំងអស់គឺវាមានការងារមួយដែលត្រូវធ្វើចូលសួរខ្លួនឯងក៏ដូចជា audience ទស្សនិកជនរបស់អ្នកនៅសំណួរដែលបង្កប់នៅវត្ថុបំណងតើអ្នកចង់ឲ្យទស្សនិកជនរបស់អ្នកទទួលបានអ្វីបន្ទាប់ពីការនិយាយនេះហើយថាតើអ្វីទៅដែលអ្នកចង់ឲ្យពួកគេធ្វើខុសពីមុនដែលជាលទ្ធផលនៃការចែករំលែករបស់អ្នកជាដើមម្យ៉ាងទៀតសោតរបៀបដែលអ្នកអាចយកឈ្នះនៅការភ័យខ្លាចនៅលើឆាកនោះគឺថាអ្នកត្រូវតែអនុវត្តតើអ្នកធ្លាប់មានអារម្មណ៍ថានៅពេលដែលអ្នកកំពុងតែអង្គុយនៅលើកៅអីអ្នកមានគំនិតល្អជាច្រើនមានចម្លើយគ្រប់យ៉ាងមានរឿងចង់និយាយជាច្រើនក៏ប៉ុន្តែនៅពេលដែលគេហៅឈ្មោះអ្នកឲ្យឡើងលើឆាកស្រាប់តែបេះដូងចាប់ផ្ដើមលោតញាប់ដៃចាប់ផ្ដើមញ័រមាត់ស្ងួតខួរក្បាលទៅទេហើយពាក្យដែលធ្លាប់តែរៀបចំទុកក៏បាត់អស់ពីការចងចាំប្រសិនណាបើអ្នកពើប្រទះនៅបទពិសោធន៍ទាំងអស់នេះខ្ញុំសូមប្រាប់ថាអ្នកពុំមែនជាមនុស្សតែម្នាក់ទេដែលធ្លាប់ជួបបទពិសោធន៍ទាំងអស់នេះភាពភ័យខ្លាចនៅក្នុងការឡើងនិយាយគឺជាភាពភ័យខ្លាចរបស់មនុស្សរាប់លាននាក់នៅក្នុងពិភពលោកតាមការស្រាវជ្រាវគេថាមនុស្ស
ខ្លាចកាន់ក្បាលមីក្រូហើយនិយាយនៅក្នុងទីសាធារណៈជាងខ្លាចសត្វពស់សត្វដំរីទៅទៀតសម្រាប់ការឡើងនិយាយនៅមុខមនុស្សមួយក្រុមវាអាចធ្វើឲ្យការភ័យខ្លាចជាងការប្រឈមទៅនឹងបញ្ហាជាច្រើនក៏ប៉ុន្តែអ្វីដែលរឹងរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺថាវាគ្មិនដែលល្បីល្បាញជាច្រើនបានដឹកនាំជីវិតប្រកបទៅដោយភាពជោគជ័យនិងបុគ្គលដែលនិយាយភាពតាក់ទាញទៅកាន់មនុស្សរាប់រយនាក់សពថ្ងៃក៏ធ្លាប់ភ័យខ្លាចដូចតែយើងចឹងដែរភាពខុសគ្នាគឺវានៅត្រង់ថាពួកគេមិនរងចាំឲ្យការភ័យខ្លាចទៅមុនទៅឡើងឆាកទេពួកគេរៀនពីរបៀបនៅក្នុងការគ្រប់គ្រងវានិងប្រើវាជាកម្លាំងពន្យុះចិត្តនៅក្នុងការចាប់ផ្ដើមដើម្បីយកឈ្នះវាអ្នកត្រូវតែយល់ថាការភ័យខ្លាចគឺជារឿងធម្មតាទេកំហុសដំបូងដែលមនុស្សភាគច្រើនធ្វើគឺគិតថាខ្ញុំភ័យមានន័យថាខ្ញុំមិនស័ក្តិសមនៅក្នុងការនិយាយតែការពិតគឺវាមានភាពផ្ទុយស្រឡះសូម្បីតែវាគ្មិនដែលមានបទពិសោធន៍10 20ឆ្នាំក៏នៅតែមានអារម្មណ៍ភ័យខ្លាចរំភើបញាប់ញ័រនឹងបុកពោះដែរមុនឡើងលើឆាកភាពភ័យខ្លាចគឺជាការឆ្លើយតបដោយធម្មជាតិរបស់ខួរក្បាលនៅពេលដែលវាយល់ថាអ្នកកំពុងតែប្រឈមទៅនឹងស្ថានភាពដ៏លំបាកគេហៅថា critical moment ភាពភ័យខ្លាចវាមានជាធម្មតាខួរក្បាលកំពុងតែប្រាប់ថារឿងនេះសំខាន់សូមប្រុងប្រយ័ត្នឲ្យមែនទែនដូច្នេះកុំចាត់ទុកភាពភ័យខ្លាចថាជាសត្រូវចាត់ទុកវាថាជាសញ្ញាមួយដែលបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកកំពុងធ្វើទី2បដូរការផ្ដោតអារម្មណ៍ពីខ្លួនឯងទៅជាអ្នកស្ដាប់មូលហេតុដ៏ធំបំផុតមួយនៃការភ័យគឺមកពីយើងគិតអំពីខ្លួនឯងច្រើនពេកយើងគិតថាបើខ្ញុំនិយាយខុសតើមានរឿងអីកើតឡើងចុះបើគេសើចខ្ញុំវាមិនវិញចុះបើខ្ញុំភ្លេចចុះបើខ្ញុំនិយាយចំណុចណាមួយភ្លាមភ្លាត់ការគិតបែបនេះគឺវាធ្វើចិត្តរបស់អ្នករាយមាយហើយវាធ្វើចិត្តរបស់អ្នកកាន់តែតានតឹងផ្ទុយទៅវិញចូលសួរថាតើខ្ញុំអាចផ្ដល់អ្វីដែលមានប្រយោជន៍សម្រាប់អ្នកស្ដាប់នៅពេលអ្នកផ្ដោតទៅលើការជួយមនុស្សជំនួសឲ្យការព្យាយាមធ្វើឲ្យខ្លួនឯងល្អឥតខ្ចោះនោះអារម្មណ៍នេះក៏នឹងថមថយចុះចាក់ជាមិនខានទី3រៀបចំខ្លួនឯងឲ្យបានល្អទំនុកចិត្តគឺវាកើតឡើងពីការត្រៀមខ្លួនខុងមិននិយាយថាការត្រៀមខ្លួនបានរួចរាល់គឺស្មើនឹងជោគជ័យពាក់កណ្ដាលទៅហើយដូច្នេះអ្នកគួរតែក្តាប់ប្រធានបទឲ្យច្បាស់ដឹងពីប្រការសំខាន់រៀបចំរចនាសម្ព័ន្ធនៅក្នុងការនិយាយហាត់សមឲ្យបានច្រើនកុំទន្ទិញអត្ថបទមួយពាក្យផ្ទុយទៅវិញចងចាំគំនិតសំខាន់បើអ្នកយល់ច្បាស់អំពីខ្លឹមសារអ្នកអាចនិយាយបានដោយធម្មជាតិហាត់សមឲ្យដូចជាស្ថានភាពពិតមនុស្សជាច្រើនគ្រាន់តែអាននៅក្នុងចិត្តប៉ុន្តែការអាននៅក្នុងចិត្តមិនដូចជាការនិយាយនៅលើការពិតឡើយអ្នកគួរតែហាត់សមឈរនិយាយប្រើសំឡេងពិតប្រើកាយវិការកំណត់ពេលវេលាថតវីដេអូឡើងវិញមើលខ្លួនឯងកែតម្រូវចំណុចខ្សោយការអនុវត្តបែបនេះជាប់ជាប្រចាំគឺធ្វើឲ្យខួរក្បាលរបស់អ្នកស្គាល់ស្ថានភាពនៅលើឆាកហើយកាត់បន្ថយនៅការភ័យខ្លាចម្យ៉ាងទៀតសោតអ្នកត្រូវតែបើកចិត្តទទួលថាការធ្វើខុសជារឿងធម្មតាទេការនិយាយខុសក៏ជារឿងធម្មតាដែរប៉ុន្តែកុំខុសដោយចេតនាភ្លាំងផ្លត់យើងអាចជួសជុលប៉ះពើកែលម្អវាវិញគ្មានវាលគ្មិនណាល្អឥតខ្ចោះឡើយប្រសិនបើអ្នកនិយាយខុសមួយពាក្យភ្លេចមួយឃ្លាឬក៏ចំពុកមួយពាក្យហើយអ្នកស្ដាប់គេនឹងមិនខ្វល់ទេអ្វីដែលអ្នកស្ដាប់ចង់បានគឺគំនិតនិងគុណតម្លៃដែលអ្នកព្យាយាមឲ្យពួកគេមិនមែនស្ដាប់ដើម្បីចាប់កំហុសរបស់អ្នកឡើយម្យ៉ាងទៀតសោតមុនឡើងឆាកមនុស្សភាគច្រើនដកដង្ហើមខ្លីៗនិងលឿនធ្វើឲ្យបេះដូងលោកកាន់តែញាប់ដូច្នេះមុនពេលឡើងឆាក 2-3 នាទីដកដង្ហើមចូលយឺតទុកមួយភ្លេតដកដង្ហើមចេញយឺតធ្វើម្ដងហើយម្ដងទៀតវាជួយឲ្យប្រព័ន្ធប្រសាទរបស់អ្នកកាន់តែស្ងប់វាធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកអាចគ្រប់គ្រងលើខ្លួនឯងបានចាប់ផ្ដើមពីឱកាសតូចកុំរងចាំពេលមានឱកាសធំរាល់ពេលអ្នកប្រឈមទៅនឹងការភ័យខ្លាចហើយមិនអាចគេចពីវាខួរក្បាលក៏នឹងរៀនថាស្ថានភាពនេះវាមិនគ្រោះថ្នាក់ទេបន្តិចម្ដងភាពភ័យខ្លាចក៏នឹងថមថយចុះស្រមៃឃើញភាពជោគជ័យជាមុនឡើងឆាកមនុស្សភាគច្រើនស្រមៃឃើញការបរាជ័យពួកគេគិតថាខ្ញុំនឹងភ្លេចខ្ញុំនឹងនិយាយខុសគេនឹងមិនស្ដាប់ដូច្នេះចូលបដូររូបភាពនៅក្នុងចិត្តស្រមៃទៅកាន់ទិដ្ឋភាពផ្សេងដូចជាអ្នកឡើងឆាកប្រកបដោយទំនុកចិត្តអ្នកនិយាយបានល្អអ្នកស្ដាប់ប្រកបដោយការយកចិត្តទុកដាក់អ្នកបញ្ចប់ដោយរលូននិងជោគជ័យខួរក្បាលរបស់យើងគឺតែងតែឆ្លើយតបទៅនឹងរូបភាពដែលយើងបង្កើតនៅក្នុងចិត្តផ្ដោតទៅលើការរីកចម្រើនពុំមែនផ្ដោតទៅលើអ្វីដែលឥតខ្ចោះឡើយគោលដៅមិនមែននិយាយឲ្យល្អឥតខ្ចោះទេ
គោលដៅគឺធ្វើឲ្យល្អជាងម្សិលមិញដូច្នេះហើយបន្ទាប់ពីការនិយាយនីមួយៗចូលសួរខ្លួនឯងថាតើអ្វីដែលខ្ញុំធ្វើបានល្អតើអ្វីដែលត្រូវកែលម្អការរីកចម្រើនតូចៗជាបន្តបន្ទាប់គឺនាំទៅរកការផ្លាស់ប្ដូរដ៏ធំខ្លាយទៅជាមនុស្សដែលធ្វើសកម្មភាពបើទោះបីមានការភ័យខ្លាចជាដើមមនុស្សជាច្រើនរងចាំឲ្យបាត់ការភ័យខ្លាចបន្តិចសិនប៉ុន្តែភាពក្លាហានពុំមែនជាការដែលគ្មានការភ័យខ្លាចទេភាពក្លាហានគឺជាសមត្ថភាពនៅក្នុងការធ្វើអ្វីដែលត្រូវធ្វើបើទោះបីជាអ្នកភ័យបន្តិចក៏ដោយវាគ្មិនល្អពុំមែនជាមនុស្សដែលមិនធ្លាប់ភ័យទេពួកគេគ្រាន់តែសម្រេចចិត្តថាសារដែលពួកគេចង់ចែករំលែកគឺមានសារៈសំខាន់ជាងការភ័យខ្លាចរបស់ពួកគេទៅទៀតដូច្នេះហើយប្រសិនបើអ្នកចង់ឈ្នះការភ័យខ្លាចនៅលើឆាកកុំរងចាំឲ្យការភ័យខ្លាចវាបាត់ទៅមុនភាពភ័យខ្លាចប្រហែលជានឹងនៅជាមួយអ្នករហូតប៉ុន្តែអ្វីដែលអាចផ្លាស់ប្ដូរបានគឺរបៀបដែលអ្នកឆ្លើយតបចំពោះវាចូលរៀបចំខ្លួនឲ្យបានល្អហាត់សមឲ្យបានច្រើនផ្ដោតទៅលើការជួយស្ដាប់អ្នកដទៃទទួលយកកំហុសតូចៗហើយបន្តឡើងឆាកម្ដងហើយម្ដងទៀតឲ្យបានច្រើនថ្ងៃណាដែលអ្នកសម្រេចចិត្តដើរឆ្លងកាត់ការភ័យខ្លាចជំនួសឲ្យការរត់គេញពីវាថ្ងៃនោះហើយដែលអ្នកចាប់ផ្ដើមខ្លាចទៅជាវាគ្មិនដ៏ពិតប្រាកដព្រោះឆាកពុំមែនជាកន្លែងសម្រាប់មនុស្សដែលមិនភ័យទេឆាកគឺជាកន្លែងសម្រាប់មនុស្សដែលហ៊ានឈរឡើងនិយាយនិងចែករំលែកគំនិតរបស់ខ្លួនបើទោះបីជាបេះដូងរបស់អ្នកកំពុងតែដុកដាក់បន្តិចមែននោះហើយគឺជាចំណុចដែលភាពភ័យខ្លាចត្រូវបានបំលែងទៅជាធម្មពលហើយធម្មពលបំលែងអ្នកពីមនុស្សធម្មតាទៅជាវាគ្មិនដែលមានឥទ្ធិពលបំផុតនៅក្នុងលោកដូច្នេះហើយអ្នកត្រូវចាំថាបើអ្នកមិនអាចយកឈ្នះឬក៏លុបបំបាត់ភាពភ័យខ្លាចរបស់ខ្លួនទេនោះអ្នកនឹងឲ្យកត្តាទាំងអស់នោះមកកំណត់ព្រំដែនរបស់អ្នកជាក់ជាមិនខានវិធីមួយទៀតចាប់ផ្ដើមជាមួយនឹងសាររបស់អ្នកការឡើងនិយាយនៅក្នុងទីសាធារណៈប្រកបទៅដោយទំនុកចិត្តអ្នកត្រូវតែមានសារដែលចង់ឲ្យទស្សនិកជនដឹងដល់ពិតប្រាកដនេះគឺជាបច្ច័យដ៏សំខាន់ឲ្យតែមានបំណងចង់ចែករំលែកនៅសារដែលមានប្រយោជន៍ចង់ឲ្យគេដឹងដល់ខ្លាំងក្លាបំផុតនោះអ្នកបានយកឈ្នះការប្រយុទ្ធជាមួយនឹងភាពភ័យខ្លាចនៃការនិយាយសាធារណៈរបស់ខ្លួនបានពាក់កណ្ដាលទីរួចទៅហើយផ្ទុយទៅវិញប្រសិនបើអ្នកគ្រាន់តែនិយាយដើម្បីលុយឬក៏និយាយដើម្បីកសរសើរនឹងការអបអរអ្នកនឹងមិនអាចឈានទៅដល់ចំណុចកំពូលនេះជាដាច់ខាតអ្នកគ្រាន់តែធ្វើឲ្យការភ័យខ្លាចរបស់អ្នកបាត់បង់តែអ្នកនឹងមិនអាចទម្លុះទៅដល់ទឹកចិត្តអ្នកស្ដាប់ឡើយហើយអ្វីៗគ្រប់យ៉ាងវាតេតិនទៅនឹងការស្ដាប់បេះដូងរបស់អ្នកពីខាងក្នុងនោះឯងត្រូវចាំថារាល់អ្នកស្ដាប់គឺគេឈរនៅខាងអ្នកជានិច្ចពួកគេនឹងលើកឬក៏ជំរុញទឹកចិត្តអ្នកពួកគេទាំងអស់នឹងសង្ឃឹមនិងប្រាថ្នាឲ្យអ្នកសម្រេចជោគជ័យហាក់បីដូចជាពួកគេកំពុងតែចូលមកអបអរសាទរពិធីពានរង្វាន់របស់អ្នកក៏ដូច្នោះដែរពួកគេមកទីនេះដើម្បីអបអរសាទរអ្នកពួកគេរំពឹងយ៉ាងមុតបំថាការនិយាយរបស់អ្នកនឹងទទួលជោគជ័យនិងពេញចិត្តជាទីបំផុតនេះគឺជាវិធីមួយដែលការគិតអំពីវាចូលវឹកហាត់នៅក្នុងការនិយាយរបស់អ្នកបានច្រើនបំផុតតាមដែលអាចធ្វើទៅបានចូលវឹកហាត់ការនិយាយរបស់អ្នកក្នុងមិត្តភ័ក្តិនិងគ្រួសាររបស់អ្នកនៅមិត្តរួមការងាររបស់អ្នកនិងនៅមុខកញ្ចក់ជាដើមគ្មានអ្វីមួយជួយកសាងភាពរីកចម្រើនជាងការនិយាយដោយភាពស្មោះត្រង់នេះទេរាល់ពេលដែលអ្នកឡើងនិយាយចូលនឹកគិតនៅក្នុងចិត្តថាខ្លួនឯងកំពុងឈរយ៉ាងមានទំនុកចិត្តជឿជាក់និងរុះរាយនៅពេលដែលនិយាយទៅកាន់អ្នកស្ដាប់ចូលនឹកគិតនៅក្នុងចិត្តថាទស្សនិកជនកំពុងតែញញឹមកំពុងសើចសប្បាយនិងកំពុងតែពេញចិត្តនៅក្នុងការនិយាយរបស់អ្នកជាខ្លាំងហើយការយកចិត្តទុកដាក់ស្ដប់ក្រឹបពាក្យពេចន៍ដែលអ្នកនិយាយអនុសម្បជញ្ញៈរបស់អ្នកក៏នឹងព្រមទទួលយកកំណត់នៅក្នុងរយៈពេល2-3នាទីចុងក្រោយមុននឹងអ្នកគេងលក់នៅក្នុង2-3នាទីមុននឹងអ្នកក្រោកឡើងក៏ដូចគ្នាដែរដូច្នេះហើយកម្មវិធី program ដែលអ្នកកំណត់គឺជារឿងសំខាន់របៀបមួយនៅក្នុងចំណោមរបៀបបន្ថែមទៀតនៅក្នុងការស្ដារទំនុកចិត្តនៅក្នុងការនិយាយគឺដោយការបង្កើតរូបភាពនៅក្នុងចិត្តបង្កើតរូបភាពមុននឹងអ្នកឡើងនិយាយយ៉ាងមានប្រសិទ្ធភាពមុននឹងអ្នកគេងលក់ចូលសាងរូបភាពនៅក្នុងចិត្តថាអ្នកកំពុងតែនិយាយធ្វើឲ្យអ្នកស្ដាប់របស់អ្នកចាប់អារម្មណ៍ដ៏ខ្លាំងក្លាបំផុតដែលបានជំរុញឲ្យពួកគេហើបគូតពីកៅអីក្រោកឈរដើម្បីទះដៃអបអរចំពោះអ្នកនិយាយនោះវាក៏នឹងคล้ายទៅជារូបភាពនៅក្នុងចិត្តចុងក្រោយដែលផ្ដិតចូលទៅកាន់អនុសម្បជញ្ញៈរបស់អ្នកមុននឹងអ្នកគេងលងលក់ទៅហើយវាក៏នឹងហុចផលទៅដល់អ្នកទៅកាន់ទីជម្រៅវាក៏នឹងរៀបចំកម្មវិធីនៅក្នុងចិត្តរបស់អ្នកឲ្យមានភាពស្ងប់និងជឿជាក់នៅពេលដែលអ្នកនិយាយ
នៅពេលដែលអ្នកអនុវត្តយ៉ាងដូចនេះទំនុកចិត្តរបស់អ្នកក៏នឹងកើនឡើងខ្ពស់ភាគច្រើននៃការត្រៀមលក្ខណៈនៅក្នុងចិត្តដើម្បីឡើងទៅនិយាយនៅក្នុងទីសាធារណៈគឺអាចធ្វើបានល្អប្រសើរជាងមុនដូច្នេះហើយការកសាងកម្លាំងចិត្តខ្លួនឯងមុននឹងអ្នកណែនាំខ្លួនឯងចូលឲ្យខ្លួនឯងត្រៀមចិត្តត្រៀមកាយឲ្យបានល្អចូលនិយាយដែលប្រាប់ថានេះគឺជាការនិយាយដ៏អស្ចារ្យខ្ញុំរងចាំឱកាសនេះជាយូរណាស់មកហើយវាក៏នឹងក្លាយទៅជាការនិយាយដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រចូលនិយាយពាក្យនេះប្រកបទៅដោយទំនុកចិត្តចូលស្រមៃថាអ្នកកំពុងតែព្យាយាមអូសទាញឲ្យអ្នកដទៃជឿជាក់ទៅលើអ្វីដែលអ្នកកំពុងតែនិយាយអនុសម្បជញ្ញៈរបស់អ្នកក៏នឹងឆ្លើយតបបានយ៉ាងល្អចំពោះអារម្មណ៍បែបបង្កប់បញ្ជាដូច្នេះអ្នកត្រូវតែប្រាប់ខ្លួនឯងចេញពីបេះដូងមុននឹងអ្នកឡើងនិយាយចូលគិតអំពីអ្នកស្ដាប់ចូលទុកខ្លួនឯងនៅក្នុងតំណែងដែលមានឥទ្ធិពលដ៏ខ្លាំងបំផុតនៅក្នុងចិត្តរបស់អ្នកស្ដាប់ឧទាហរណ៍ចូលស្រមៃថាអ្នកគឺជាអ្នកស្ដាប់ដែលបណ្ដុំនៃមនុស្សដែលជំពាក់លុយអ្នកហើយពួកគេទាំងនេះមកទីនេះគឺដើម្បីសុំឲ្យអ្នកពន្យាពេលទៅដល់ពួកគេនៅក្នុងការសងប្រាក់ជាដើមប្រការដែលអ្នកស្រមៃយ៉ាងដូចនេះវាក៏នឹងញ៉ាំងឲ្យអ្នកទទួលអារម្មណ៍ថាធូរស្រាលនៅពេលដែលអ្នកនិយាយទៅកាន់អ្នកស្ដាប់របស់ខ្លួនអនុវត្តការដឹងគុណវិធីសាស្ត្រចុងក្រោយដើម្បីសាងទំនុកចិត្តរបស់អ្នកជាមួយនឹងអ្នកស្ដាប់នោះគឺសាងទម្លាប់នៃការដឹងគុណចូលថ្លែងអំណរគុណនៅគ្រប់ឱកាសដែលអ្នកនិយាយចូលនិយាយប្រាប់ខ្លួនឯងថាអ្នកមានអារម្មណ៍អរគុណនិងដឹងគុណប៉ុណ្ណានៅពេលដែលមានឱកាសនិយាយទៅកាន់អ្នកស្ដាប់មុននឹងអ្នកឡើងជាន់វេទិកាអ្នកអរគុណដែលមានឱកាសនិយាយទៅកាន់អ្នកស្ដាប់របស់ខ្លួនប៉ុណ្ណាអ្នកក៏នឹងមានគំនិតវិជ្ជមានកាន់តែច្រើនឡើងហើយភាពភ័យខ្លាចរបស់អ្នកនៅក្នុងការនិយាយទៅលើវេទិកាក៏កាន់តែបាត់ទៅបន្តិចម្ដងអ្នកមើលទៅកាន់អ្នកស្ដាប់នៅក្នុងឋានៈជាមិត្តភក្តិដែលចូលចិត្តអ្នកនិងជាមនុស្សដែលអ្នកចូលចិត្តដ៏ខ្លាំងក្លាបំផុតអ្នកក៏នឹងមានអារម្មណ៍កាន់តែល្អឡើងក៏យ៉ាងដូច្នោះដែរត្រូវចាំថារាល់ការភ័យខ្លាចទាំងអស់គឺសិតតែត្រូវបានជាប់ជាមួយយើងតាំងតពីណាពីណីមកហើយទូនាទីរបស់យើងគឺដើម្បីបន្សាបវាចោលការភ័យខ្លាចត្រូវរៀនយ៉ាងណាអ្នកក៏អាចចំណាស់វាក៏យ៉ាងដូច្នោះដែរការមានបំណងចែករំលែកនៃចំណេះដឹងរបស់អ្នកគឺជួយឲ្យអ្នកយកឈ្នះទៅលើភាពរវល់ឲ្យបានច្រើនការស្ដាប់ដោយល្អគឺធ្វើឲ្យអ្នកមានកម្លាំងចិត្តហើយអ្នកស្ដាប់គេនឹងឈរនៅចំពោះអ្នកគ្រប់ពេលវេលាពួកគេចង់ឲ្យអ្នកនិយាយឲ្យបានល្អបំផុតចូលស្រមៃនៅក្នុងចិត្តថាអ្នកកំពុងតែនិយាយបានល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹងរបស់ខ្លួនមុននឹងអ្នកឡើងនិយាយអនុវត្តកម្លាំងចិត្តជាប់ជាប្រចាំគិតអំពីអ្នកស្ដាប់របស់ខ្លួននិងមានសេចក្តីថ្លែងការណ៍អរគុណក៏នឹងនិយាយដើម្បីកាត់បន្ថយនៅភាពភ័យខ្លាចរបស់ខ្លួនជាដើម